នៅពេលនិយាយអំពីរាជវង្សថៃមនុស្សភាគច្រើនតែងតែនឹកឃើញដល់ភាពខ្ពង់ខ្ពស់ច្បាប់ទម្លាប់ដ៏ម៉ឺងម៉ាត់និងជីវិតដ៏ប្រណិតប៉ុន្តែនៅពីក្រោយជញ្ជាំងវាំងដ៏ខ្ពស់ក៏មានរឿងរ៉ាវស្នេហានិងការតស៊ូជីវិតដ៏ចម្រូងចម្រាសជាច្រើនដែលសាធារណជនទូទៅប្រហែលជាមិនធ្លាប់បានដឹងថ្ងៃនេះយើងនឹងនាំប្រិយមិត្តទៅស្វែងយល់ពីប្រវត្តិនិងរឿងរ៉ាវជីវិតពិតរបស់ព្រះនាងជលភ័ណ្ឌព្រះរាជបុត្រីពៅរបស់ព្រះបាទភូមិពលអដុលយ៉ាលីតនិងជាប្អូនស្រីបង្កើតរបស់ព្រះមហាក្សត្រថៃបច្ចុប្បន្នព្រះនាងជលភ័ណ្ឌប្រសូតនៅឆ្នាំ1957ដោយទ្រង់ត្រូវជាព្រះរាជបុត្រីពៅនៅក្នុងចំណោមព្រះរាជបុត្រាបុត្រីទាំង4ព្រះអង្គរបស់ព្រះបាទភូមិពលអដុលយ៉ាលីតនិងព្រះរាជិនីស៊ីរីគីតតាំងពីវ័យក្មេងព្រះនាងត្រូវបានប្រជាជនថៃគោរពស្រឡាញ់យ៉ាងខ្លាំងដោយសារទ្រង់ជាក្មេងខិតខំរៀនសូត្រនិងមានបញ្ញាឆ្លាតវៃពីកំណើតខុសពីសមាជិករាជវង្សផ្សេងទៀតដែលរៀនផ្នែកនយោបាយឬកិច្ចការបរទេសព្រះនាងបានជ្រើសរើសផ្លូវវិទ្យាសាស្ត្រយ៉ាងមុតមាំទ្រង់បានបញ្ចប់ការសិក្សាកម្រិតបណ្ឌិតផ្នែកគីមីវិទ្យាសរីរាង្គពីសាកលវិទ្យាល័យការសេដ្ឋសាស្ត្រនិងបន្តការសិក្សាស្រាវជ្រាវនៅបរទេសក្រោយមកទ្រង់បានបង្កើតវិទ្យាស្ថានស្រាវជ្រាវជលភ័ណ្ឌដើម្បីជួយដល់ការស្រាវជ្រាវវិទ្យាសាស្ត្រនិងជំងឺមហារីកនៅក្នុងប្រទេសថៃដែលធ្វើឲ្យទ្រង់ទទួលបានការកោតសរសើរពីសហគមន៍វិទ្យាសាស្ត្រអន្តរជាតិយ៉ាងខ្លាំងប៉ុន្តែទោះជាយ៉ាងណានៅដើមទសវត្សរ៍ឆ្នាំ1980រូបភាពជាព្រះនាងដ៏ល្អឥតខ្ចោះបានប្រែប្រួលភ្លាមនៅពេលដែលរឿងរ៉ាវស្នេហារបស់ទ្រង់បានផ្ទុះឡើងនិងក្លាយជាប្រធានបទដ៏ក្តៅគគុកពេញប្រទេសថៃនៅក្នុងឆ្នាំ1982ព្រះនាងជលភ័ណ្ឌបានសម្រេចប្រតិរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោកវីរយុទ្ធដែលជាមន្ត្រីយោធាអាកាសម្នាក់ការរៀបអាពាហ៍ពិពាហ៍នេះបានបង្កើតឲ្យមានរលកចម្រូងចម្រាសធំពីរយ៉ាងទី1លោកវីរយុទ្ធគឺជាជនស៊ីវិលធម្មតាតាមច្បាប់រាជវង្សថៃដ៏តឹងរ៉ឹងប្រសិនបើស្ត្រីនៅក្នុងរាជវង្សរៀបការជាមួយនឹងជនស៊ីវិលទ្រង់ត្រូវលះបង់គោរមងាររាជវង្សទាំងអស់ដូចជាករណីបងស្រីច្បងរបស់ទ្រង់គឺព្រះនាងឧបុលរតនាប៉ុន្តែដោយសារសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ព្រះបិតាព្រះអង្គបានចេញព្រះរាជសារពិសេសអនុញ្ញាតឲ្យព្រះនាងជលភ័ណ្ឌរក្សាគោរមងាររាជវង្សជាព្រះនាងចៅហ្វាដដែលទី2រឿងអាស្រូវស្នេហាអ្វីដែលធ្វើឲ្យប្រជាជនរិះគន់យ៉ាងខ្លាំងគឺនៅពេលតាក់ទងគ្នាលោកវីរយុទ្ធមិនមែនជាបរិសនៅលីវនោះទេគឺរូបលោកមានប្រពន្ធនិងកូនរួចទៅហើយការដែលព្រះនាងតាក់ទងជាមួយនឹងបរិសដែលមានគ្រួសាររហូតធ្វើឲ្យលោកវីរយុទ្ធលែងលះប្រពន្ធដើមមករៀបការជាមួយនឹងព្រះនាងបានធ្វើឲ្យសាធារណជនជាច្រើនចោទប្រកាន់និងមើលឃើញថាវាជាអំពើដណ្ដើមប្តីគីដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរាជវង្សយ៉ាងធ្ងន់ធ្ងរទោះបីជាបានជំនះច្បាប់រាជវង្សនិងពាក្យរិះគន់រហូតបានរៀបការនិងមានបុត្រីពីរព្រះអង្គក៏ដោយប៉ុន្តែជីវិតអាពាហ៍ពិពាហ៍មួយនេះមិនបានផ្អែមល្ហែមដោយការរំពឹងទុកនោះទេទំនាក់ទំនងរវាងព្រះនាងនិងស្វាមីប្រែជាអាក្រក់ទៅលោកវីរយុទ្ធត្រូវបានគេរាយការណ៍ថាមានអាកប្បកិរិយាកាចសាហាវនិងបានប្រើអំពើហិង្សាក្នុងគ្រួសារព្រមទាំងបានវាយលើព្រះនាងជលភ័ណ្ឌជាញឹកញាប់ការប្រើប្រាស់អំពើហិង្សាលើព្រះរាជបុត្រីពៅរបស់ព្រះមហាក្សត្រគឺជាការប្រមាថដ៏ធំមួយនៅក្នុងរាជវាំងសម្ពាធផ្លូវចិត្តការឈឺចាប់រាងកាយនិងភាពមិនចុះសម្រុងគ្នាបានធ្វើឲ្យអាពាហ៍ពិពាហ៍ដែលឆ្លងកាត់ព្យុះភ្លៀងមួយនេះត្រូវបានរលាយទាំងស្រុងនៅក្នុងកំឡុងទសវត្សរ៍ឆ្នាំ1990អ្នកទាំងពីរបានសម្រេចចិត្តលែងលះគ្នាហើយលោកវីរយុទ្ធក៏បានចាកចេញពីប្រទេសថៃទៅរស់នៅសហរដ្ឋអាមេរិកតាំងពីពេលនោះមកក្រោយបញ្ចប់អាពាហ៍ពិពាហ៍ដ៏ជូរចត់ព្រះនាងជលភ័ណ្ឌមិនបានរៀបការថ្មីទៀតឡើយទ្រង់បានបង្វែរអារម្មណ៍និងផ្ដោតលើការងារស្រាវជ្រាវវិទ្យាសាស្ត្រការងារសង្គមនិងសិល្បៈតន្ត្រីទ្រង់ពូកែខាងលេងឧបករណ៍តន្ត្រីបុរាណចិនប៉ុន្តែជីវិតរបស់ព្រះនាងនៅតែបន្តជួបការលំបាកដោយសារតែបញ្ហាសុខភាពប៉ុន្មានទសវត្សរ៍ចុងក្រោយនេះព្រះនាងត្រូវប្រឈមមុខនឹងជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរជាច្រើនរួមមានជំងឺប្រព័ន្ធភាពស៊ាំចុកខ្សោយនិងបញ្ហាឆ្អឹងដែលធ្វើឲ្យទ្រង់មានការឈឺចាប់រាងកាយយ៉ាងខ្លាំងនិងត្រូវអង្គុយលើរទេះរុញជាប្រចាំទោះបីជាមានការឈឺចាប់រាងកាយនិងធ្លាប់ឆ្លងកាត់រឿងអាស្រូវជីវិតស្នេហាយ៉ាងណាក៏ដោយប្រជាជនថៃជាច្រើននៅតែសម្ដែងការអាណិតអាសូរនិងគោរពចំពោះស្មារតីរបស់ទ្រង់រឿងរ៉ាវរបស់ព្រះនាងជលភ័ណ្ឌបានបន្សល់ទុកនូវមេរៀនជីវិតមួយថាទោះបីជាកើតនៅក្នុងត្រកូលស្ដេចមានអំណាចនិងលុយកាក់វល់លៀនយ៉ាងណាក៏ដោយក៏អំណាចទាំងអស់នោះមិនអាចទិញក្តីសុខក្នុងស្នេហាឬការពារអ្នកពីការឈឺចាប់បាននោះឡើយ